បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាប្រធានាធិបតីសហរដ្ឋអាមេរិកចំនួន4រូបដែលត្រូវបានឃាតករបាញ់សម្លាប់បានសម្រេចកាលពីអតីតកាលបាទសហរដ្ឋអាមេរិកសរុបមកដល់ពេលបច្ចុប្បន្ននេះគឺមានប្រធានាធិបតីចំនួន47រូបហើយដែលបានកាន់តំណែងក្នុងការងារកំពូលនៅឯសហរដ្ឋអាមេរិកនេះហើយការងារជាប្រធានាធិបតីនេះត្រូវបានគេចាត់ទុកថាជាការងារមួយដ៏គ្រោះថ្នាក់ដ៏កំពូលផងដែរដោយសារតែប្រឈមទៅនឹងការស្អប់ខ្ពើមក៏ដូចជាការស្រឡាញ់ពីសំណាក់ប្រជាជនផ្សេងៗគ្នាដូច្នេះអ្នកដែលមិនពេញចិត្តនឹងការដឹកនាំរបស់ប្រធានាធិបតីនីមួយៗពួកគេតែងតែព្យាយាមធ្វើសកម្មភាពផ្សេងៗដែលចង់កម្ចាត់ឬក៏ចង់សម្លាប់ប្រធានាធិបតីនោះចោលតែម្ដងហើយកាលពីជំនាន់មុនសហរដ្ឋអាមេរិកក៏មិនទាន់មានប្រព័ន្ធសន្តិសុខការពារប្រធានាធិបតីខ្លាំងក្លាដូចពេលបច្ចុប្បន្ននេះដែរដោយសារតែមានការសម្លាប់ជាហូរហែនៅប្រធានាធិបតីរបស់ខ្លួនធ្វើឲ្យសហរដ្ឋអាមេរិកបានគិតគូរយ៉ាងខ្លាំងទៅលើសុខសុវត្ថិភាពរបស់ប្រធានាធិបតីនិងពង្រឹងទៅលើការមើលថែក៏ដូចជាការការពារលោកប្រធានាធិបតីឲ្យបានកាន់តែខ្លាំងឡើងដូចពេលបច្ចុប្បន្នដូច្នេះថ្ងៃនេះយើងនឹងមកដឹងអំពីលោកប្រធានាធិបតីរបស់សហរដ្ឋអាមេរិកពីមុនចំនួន4រូបដែលត្រូវបានឃាតករបាញ់សម្លាប់គាត់កំឡុងពេលដែលគាត់ធ្វើជាប្រធានាធិបតីបាទលោកប្រធានាធិបតីទី1ដែលត្រូវបានឃាតករបាញ់សម្លាប់គឺគាត់មានឈ្មោះថា Abraham Lincoln លោក Abraham Lincoln គឺជាប្រធានាធិបតីទី16របស់សហរដ្ឋអាមេរិកដែលគាត់ត្រូវបានឃាតករបាញ់សម្លាប់នៅល្ងាចថ្ងៃទី14ខែមេសាឆ្នាំ1865ដែលឃាតករមានឈ្មោះថា John Wilbur ឃាតកររូបនេះគឺជាតារាសម្ដែងរបស់សហរដ្ឋអាមេរិកមួយរូបផងដែរនៅក្នុងចំនួននោះហើយលោកប្រធានាធិបតី Abraham Lincoln ក៏ស្គាល់ឃាតករម្នាក់នេះដែរហើយគាត់ក៏ធ្លាប់បានអញ្ជើញឃាតកររូបនេះទៅចូលរួមកម្មវិធីផ្សេងៗរបស់សហរដ្ឋអាមេរិកប៉ុន្តែឃាតកររូបនេះមិនដែលទទួលការអញ្ជើញរបស់លោកប្រធានាធិបតី Abraham Lincoln នោះឡើយទើបតែល្ងាចថ្ងៃទី14ខែមេសាឆ្នាំ1865គឺនៅឯទីក្រុង Washington គឺមានពិធីជប់លៀងមួយហើយលោកប្រធានាធិបតីក៏បានទៅចូលរួមជាមួយនឹងភរិយារបស់គាត់ដែរដោយពេលនោះគឺគាត់កំពុងតែអង្គុយទស្សនាខ្សែភាពយន្តក៏ដូចជាការសម្ដែងនៅឯរោងភាពយន្ត Ford ហើយឃាតករក៏បានលបចូលទៅពីក្រោយនិងធ្វើការបាញ់ប្រហារទៅលើរូបគាត់ចំក្បាលពីខាងក្រោយពេលនោះគឺសន្តិសុខទាំងឡាយគឺបានព្យាយាមបញ្ជូនលោកប្រធានាធិបតីទៅកាន់កន្លែងព្យាបាលជាបន្ទាន់ប៉ុន្តែមិនអាចជួយសង្គ្រោះគាត់បាននោះឡើយចំណែកឯឃាតករដែលបានបាញ់សម្លាប់លោកប្រធានាធិបតីគឺមានឈ្មោះថា John Wilbur នោះក៏ត្រូវបានភ្នាក់ងារសន្តិសុខក៏ដូចជាទាហានរបស់សហរដ្ឋអាមេរិកតាមប្រមាញ់ចាប់ខ្លួនបន្ទាប់ពីកិច្ចខ្លួនប៉ុន្មានថ្ងៃហើយក៏ត្រូវបានទាហានបាញ់សម្លាប់ដោយសារតែរូបគេមិនព្រមចុះចាញ់និងបានបាញ់តដៃជាមួយនឹងក្រុមទាហានដែលបានស្វែងរកចាប់ខ្លួនគេនោះដូច្នេះឃាតកររូបនោះក៏ត្រូវបានក្រុមទាហានបាញ់សម្លាប់ផងដែរបាទចំណែកឯប្រធានាធិបតីទី2ដែលត្រូវបានឃាតករបាញ់សម្លាប់ផងដែរគឺគាត់មានឈ្មោះថា James Garfield លោក James Garfield នេះគឺជាប្រធានាធិបតីទី20របស់សហរដ្ឋអាមេរិកហើយគាត់គឺត្រូវបានឃាតករធ្វើការបាញ់សម្លាប់នៅព្រឹកថ្ងៃទី2ខែកក្កដាឆ្នាំ1881ដោយឃាតករមានឈ្មោះថា Charles Kito ដែលធ្វើការបាញ់ប្រហារទៅលើរូបគាត់ចំនួន2ដងចំពីក្រោយខ្នងនៅពេលនោះភ្លាមៗគឺលោកប្រធានាធិបតីមិនបានស្លាប់ភ្លាមៗនោះទេគឺគាត់ត្រូវបានក្រុមសន្តិសុខក៏ដូចជាមន្ត្រីរបស់គាត់បានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះព្យាបាលផងដែរប៉ុន្តែដោយសារតែការត្រូវរបួសក៏ដូចជាគ្រាប់កាំភ្លើងបានចូលទៅជ្រៅទៅក្នុងរាងកាយរបស់គាត់ធ្វើឲ្យពិបាកនៅក្នុងការព្យាបាលហើយការយកគ្រាប់កាំភ្លើងចេញគឺមានភាពលំបាកនិងធ្វើឲ្យមានការប៉ះពាល់ទៅដល់សុខភាពរបស់លោកប្រធានាធិបតីយ៉ាងខ្លាំងប៉ុន្តែទោះជាយ៉ាងណាក៏អាចជួយសង្គ្រោះគាត់បានចំនួនប្រហែលជា 2-3 សប្តាហ៍ផងដែរដែលគេគិតថាលោកប្រធានាធិបតីប្រហែលជានឹងមិនស្លាប់នោះទេបន្ទាប់ពីព្យាបាលភ្លាមៗគឺគាត់បានប្រសើរឡើងគ្រាន់បើដែរប៉ុន្តែជាអកុសលប៉ុន្មានសប្តាហ៍ក្រោយជំងឺរបស់គាត់ដែលត្រូវរបួសនោះបានរើឡើងវិញទី19ខែកញ្ញាឆ្នាំ1881គឺគាត់ត្រូវបានគេប្រកាសថាស្លាប់ដោយសារតែការរើឡើងនៅមុខរបួសចាស់ហើយមិនអាចព្យាបាលបានចំណែកឯឃាតករដែលមានឈ្មោះថា Gito នោះគឺគាត់ត្រូវបានកាត់ទោសប្រហារជីវិតដោយព្យួរកនៅថ្ងៃទី30ខែសីហាឆ្នាំ1982បាទចំណែកឯប្រធានាធិបតីទី3ដែលត្រូវបានឃាតករបាញ់សម្លាប់ដែរគឺគាត់មានឈ្មោះថា William McKinley ដែលលោកប្រធានាធិបតី William McKinley នេះគឺគាត់ជាប្រធានាធិបតីទី25របស់សហរដ្ឋអាមេរិកដែលគាត់មកពីគណៈបកសាធារណរដ្ឋដែលបានយក
ឈ្នះទៅលើគូប្រកួតប្រជែងនយោបាយរបស់គាត់ដែលមកពីគណៈបកប្រជាធិបតេយ្យដែលមានឈ្មោះថា William Jennings ហើយបន្ទាប់ពីការបោះឆ្នោតនោះផងដែរគឺលោកប្រធានាធិបតី William McKinley នេះគឺគាត់បានធ្វើដំណើរទៅទស្សនកិច្ចនៅឯទីក្រុង Buffalo និងទីក្រុង New York នៅថ្ងៃទី6 ខែកញ្ញាឆ្នាំ1901ក្នុងកំឡុងពេលទស្សនកិច្ចរបស់គាត់នោះដែរក៏មានឃាតករម្នាក់ដែលមានឈ្មោះថា Leon Zolkos ដែលបានបាញ់គាត់ចំនួន2ដងចំក្បាលពោះហើយក៏បានធ្វើឲ្យមន្ត្រីនិងប៉ូលីសទាហានផ្សេងៗបានប្រញាប់រូតរះបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យជាបន្ទាន់ដើម្បីធ្វើការវះកាត់យកគ្រាប់កាំភ្លើងចេញប៉ុន្តែដោយសារតែគ្រាប់កាំភ្លើងបានចូលទៅជ្រៅទៅក្នុងក្បាលពោះរបស់គាត់ដូច្នេះពិបាកនៅក្នុងការយកចេញហើយការយកចេញនោះបានធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពរបស់គាត់យ៉ាងខ្លាំងផងដែរប៉ុន្មានថ្ងៃក្រោយបន្ទាប់ពីការបាញ់ប្រហារនោះត្រូវបានគេប្រកាសថាលោកប្រធានាធិបតីគឺបានស្លាប់នៅក្នុងថ្ងៃទី14ខែកញ្ញាឆ្នាំដដែលនោះគឺប្រហែលជា7ទៅ8ថ្ងៃក្រោយបន្ទាប់ពីការបាញ់ប្រហារចំណែកឯឃាតករដែលមានឈ្មោះថា Zolkos ត្រូវបានគេកាត់ទោសប្រហារជីវិតផងដែរនៅថ្ងៃទី29ខែតុលាឆ្នាំ1901ដដែលនោះបាទប្រធានាធិបតីទី4ដែលត្រូវបានឃាតករធ្វើការបាញ់សម្លាប់បានសម្រេចផងដែរនោះគឺគាត់មានឈ្មោះថា John F Kennedy គាត់គឺជាប្រធានាធិបតីទី35របស់សហរដ្ឋអាមេរិកដែលគាត់ត្រូវបានឃាតករម្នាក់ដែលមានឈ្មោះថា Lee Harvey Oswald ដែលគាត់គឺជាអតីតទាហានជើងទឹករបស់សហរដ្ឋអាមេរិកផងដែរឃាតកររូបនេះត្រូវបានលបបាញ់ប្រហារលោកប្រធានាធិបតីកំឡុងពេលដែលគាត់ធ្វើដំណើរតាមដងផ្លូវតាមក្បួនរថយន្តដង្ហែរបស់គាត់នៅថ្ងៃទី22ខែវិច្ឆិកាឆ្នាំ1963ដើម្បីស្វាគមន៍ទៅលើប្រជាពលរដ្ឋដែលបានគាំទ្រគាត់ឲ្យធ្វើជាប្រធានាធិបតីស្របពេលនោះដែរឃាតករក៏បានលបធ្វើការបាញ់ប្រហារគាត់ពីចម្ងាយចំនួន2ដងលើកទី1ត្រូវស្មាខាងក្រោយហើយលើកទី2គឺត្រូវចំក្បាលរបស់លោកប្រធានាធិបតីតែម្ដងដែលប៉ុន្មានម៉ោងក្រោយមកក៏ត្រូវបានគេប្រកាសថាលោកត្រូវបានស្លាប់បាត់ទៅហើយចំណែកឯឃាតករដែលបានធ្វើការបាញ់ប្រហារនិងសម្លាប់លោកប្រធានាធិបតីនោះក៏ត្រូវបានក្រុមប៉ូលីសរបស់សហរដ្ឋអាមេរិកធ្វើការតាមប្រម៉ាញ់និងបានបាញ់សម្លាប់ផងដែរដោយសារតែគេបានធ្វើការបាញ់តដៃជាមួយនឹងប៉ូលីសរបស់សហរដ្ឋអាមេរិកបាទបងប្អូនទាំងអស់គ្នានេះគឺជារឿងរ៉ាវដែលបានកើតឡើងចំពោះប្រធានាធិបតីទាំង4រូបរបស់សហរដ្ឋអាមេរិកគឺពួកគាត់ត្រូវបានស្លាប់ដោយសារតែការបាញ់ប្រហាររបស់ឃាតករក្នុងកំឡុងពេលដែលគាត់ធ្វើជាប្រធានាធិបតីបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំមានព័ត៌មានប៉ុណ្ណឹងចាំជួបគ្នានៅវីដេអូក្រោយ